កណាសធុកសុំអរគុណណាខ្ញុំកណាចង់ប្រកេនមួយសំណួរទៀតទៅកណាគុណចាស់ថាតើបញ្ហាក្នុងប្រទេសនិងបញ្ហាសង្គមក្រៅប្រទេសហ្នឹងកណាគុណចាស់ធ្លាប់គួងនៅច្រើនប្រទេសដែរហើយក្រៅប្រទេសហ្នឹងតើគុណចាស់គិតថាបញ្ហានៅក្នុងប្រទេសមានច្រើនជាងឬក៏ថាបញ្ហាអ្នកនៅខាងក្រៅប្រទេសនេះប្រទេសគេមហាអំណាចហើយនេះគេមានបញ្ហាច្រើនជាងប្រទេសខ្មែរយើងសូមរតនានិមន្តជួយបំភ្លឺបញ្ហាហ្នឹងផងណាអរគុណច្រើនណារឿងបញ្ហាបើតាមខ្ញុំកណាគិតមើលទៅហើយពិភាក្សាដូចខ្ញុំកណាដែលសង្កេតមើលហើយខ្ញុំកណាបានណូតទុកជាច្រើនរហូតដល់ចង់សេសិភៅមកក្បាលឥឡូវនេះចង់បញ្ចប់សិភៅហ្នឹងហើយតាក់ទងទៅរឿងជុំវិញហ្នឹងភាគច្រើនយើងច្រើនតែកលេចមើលទៅតែស្រុកខ្មែរមនុស្សម្នាក់បើយើងជួបនៅស្រុកក្រៅនេះយើងជួបមនុស្ស50នាក់100នាក់គឺ90នាក់និយាយពីស្រុកខ្មែរក៏ប៉ុន្តែយើងភ្លេចអំពីសហគមន៍យើងនៅក្នុងស្រុកក្រៅដែរណាយើងរត់នៅបន្ទោសតែអ្នកនៅស្រុកខ្មែរហើយយើងភ្លេចខ្លួនយើងថានៅនេះប៉ុន្តែបញ្ហាវាមានដូចគ្នាណាមានដូចគ្នាវាមិនសូវជាខុសគ្នាប្រហែលទេក៏ប៉ុន្តែគ្រាន់តែថានៅស្រុកខ្មែរហ្នឹងបញ្ហាអាចច្រើនជាងក៏ដោយศึกษาតែស្រុកយើងទី1ប្រទេសកំពុងអភិវឌ្ឍទី2យើងនិយាយទៅថានិយាយឲ្យតាមសច្ចភាពឬ project ទៅគឺថ្នាក់ដឹកនាំរបស់យើងហ្នឹងមានការអប់រំមិនសូវជាខ្ពស់ប្រមាណហើយបទពិសោធន៍ហ្នឹងក៏វាមិនសូវខ្លាំងក្នុងការដឹកនាំហ្នឹងម្ល៉េះហើយបញ្ហាហ្នឹងវាមានទៅវាដោះស្រាយបានស្ទះពីមួយទៅធ្វើឲ្យបញ្ហាហ្នឹងច្រើនទៅហើយទីមួយទៀតប្រជាជនប្រជាពលរដ្ឋគាត់ក៏និយាយថាការអប់រំនៅស្រុកយើងហ្នឹងក៏វាមិនសូវគិតជាភាគរយក៏មិនសូវខ្ពស់ប្រមាណម្ល៉េះហើយទៅបញ្ហាវាអាចច្រើនជាងនៅស្រុកក្រៅណាក៏ប៉ុន្តែស្រុកក្រៅក៏វាមានបញ្ហាដែរណានៅក្នុងសហគមន៍សមាគមយើងគ្រប់ទាំងអស់នៅក្នុងស្រុកក្រៅនេះគ្រប់វត្តទាំងអស់ព្រះអង្គសាកសួរមើលតើវត្តណាខ្លះអត់មានបញ្ហាសហគមន៍ណាអត់មានបញ្ហា3ដណ្ដប់វត្តនៅកាណាដានេះខ្ញុំមិនធ្លាប់ទៅគ្រប់វត្តទាំងអស់ណាសួរមើលរឿងអត់ទៅខុសគ្នាហ្មងរួមទាំងវត្តដែលខ្ញុំមិននៅដូចគ្នាដូច្នេះបញ្ហាវាអាចមានដូចស្ទឹងតែដូចគ្នាណាតែសំខាន់យើងទៅរកដំណោះស្រាយរបស់វាណាកណាសាធុកសូមអរគុណក្រៃលែងចំពោះកណាគុណចាស់វិរិយធម្មោសម្រាប់ដែលបានមានទស្សនៈជុំវិញរឿងបញ្ហាសង្គមទាំងនៅក្នុងប្រទេសខ្មែរយើងរហូតមកដល់ប្រទេសក្រៅដែលយើងស្គាល់ថាប្រទេសក្រៅជាមហាអំណាចដែលមានអ្វីសពគ្រប់បែបយ៉ាងក៏ប៉ុន្តែប្រទេសគេងាយស្រួលក្នុងការបញ្ចប់នៅបញ្ហាទាំងឡាយទាំងពួងនោះវិញពីព្រោះគេបរិបូរទៅដោយនិស្សិតបញ្ញវន្តអ្នកចេះដឹងច្រើនបញ្ហាទាំងឡាយទាំងពួងដែលកើតឡើងមកមិនសូវជាយូរប៉ុន្មានទេណាហើយចំណែកឯប្រទេសខ្មែរយើងគឺខ្ញុំកណាតាមសង្កេតមើលទៅបើសិនបើខ្មែរនិងខ្មែរដោះស្រាយគ្នាមិនងាយចប់ទេណានៅរហូតនឹងឯងតខែតឆ្នាំមិនដូចជាប្រទេសគេប្រហែលប្រទេសគេកើតឡើងមកគេដោះស្រាយឆាប់ណាចាំមានបញ្ហាមួយទៀតកណាសូមបន្ថែមបន្តិចរឿងហ្នឹងណាបញ្ហាបន្តិចរឿងមួយទៀតដូចថាស្រុកយើងវាមានបញ្ហាមួយដោយយើងមិនសូវឯករាជ្យខ្លួនឯងថ្នាក់ដឹកនាំណាស្រុកគេមានឯករាជ្យខ្លួនឯងដូច្នេះគេធ្វើអីគេមានដំណោះស្រាយខ្លួនគេលឿនណាស់យើងធ្វើអីហើយបើដូចជាមានស្អីនៅពីក្រោយច្រើនទៀតពាក់ព័ន្ធដែលមិនអាចធ្វើទៅបានណាកណាសាធុសូមអរគុណកណាចំណុចដ៏ល្អនៅក្នុងចំណុចនេះហើយសូមដូចជាពុទ្ធភាសិតដែលព្រះអង្គត្រាស់សម្ដែងថានេសាសភាយតហអ្នកសន្តិសន្តោអ្នកទេយេអ្នកវតន្តធម្មងគឺដោយខេមរៈភាសាយើងថាទីណាមិនមានសប្បុរសទីនោះមិនមែនសភាកណាអ្នកណាមិនពោលធម៌អ្នកនោះមិនមែនសប្បុរសយើងមានសភាយើងមានឋានៈដឹកនាំគ្រប់ផ្នែកមែនប៉ុន្តែអ្នកនោះមិនមែនជាសប្បុរសបានន័យថាឧត្តមគតិនៃអ្នកស្នេហាជាតិឧត្តមគតិនៃអ្នកដើម្បីឃើញប្រយោជន៍ជាតិជាធំរាជជាធំវាអត់មានកណាមានតែអសប្បុរសដូច្នេះបង្កើតជាសភាក៏ពិតមែនប៉ុន្តែមានតែជាតួសភាប្រជុំចរចាគ្នាយ៉ាងណាក៏មិនបានសម្រេចណាខ្មែរនឹងខ្មែរអត់ចេះស្ដាប់គ្នាទេ
នៅខ្ញុំកណាសិក្សាមើលប្រវត្តិសាស្ត្រទៅរហូតទៅជាមាននាយករដ្ឋមន្ត្រីទី1ទី2ក៏មានរហូតតតែមហាអំណាចគេឯងទៅជួយរៀបចំឲ្យអង្គការផ្សេងទាំងអស់គេទៅជួយរៀបចំខ្មែរនឹងខ្មែរគ្នាឯងនិយាយមិនស្ដាប់គ្នាហើយយើងទាំងឡាយនឹងយកប្រជាធិបតេយ្យឲ្យរាជនឹងឯងជាធំប៉ុន្តែมันគោរពទៅតាមឆន្ទៈរបស់រាជអញ្ចឹងបញ្ហាมันចេះចប់ណាប្រទេសគេគឺបញ្ចប់ដោយរាជដែលឲ្យអ្នកដឹកនាំនឹងឯងណាមកវិញយើងមានគ្រាន់តែរូបបែបខាងក្រៅណាតែការបដិបត្តិការអនុវត្តរបស់យើងហ្នឹងគឺវាអត់មានទេណាកុំថាឡើយដល់កម្រិតត្រឹមទៅដល់70-80%សូម្បីតែត្រឹម40-30ហ្នឹងវាស្ទើរតែអត់ទាំងមានទៀតណាបើធៀបជាមួយនឹងស្រុកគេណានិយាយរឿងប្រជាធិបតេយ្យកណាកណាសាទរអរគុណដូច្នេះបញ្ហាទី1ដែលខ្ញុំកណាបានសាកសួរកណាកូនចាស់មានប្រមាណប៉ុណ្ណេះសូមអរគុណក្រៃលែងកណា